Màនិយាយពីសង្គ្រាមខ្មែរថៃគឺវាប្រៀបដូចជាកាំរទេះមួយដែលវិលជុំវិញទៅវិញទៅមកហើយមិនចេះបញ្ចប់វាគឺជាវដ្តនៃសង្គ្រាមម្ដងហើយម្ដងទៀតអ្វីដែលយើងលើកយកមកនិយាយថ្ងៃនេះគឺសង្គ្រាមខ្មែរសៀមតាំងពីបុរាណមកដល់បច្ចុប្បន្ននេះនៅសតវត្សទី12និងទី13ចក្រភពខ្មែរគឺជាមហាអំណាចដ៏ខ្លាំងក្លាមួយនៅក្នុងតំបន់ទីក្រុងអង្គរគឺជាបេះដូងនៃអរិយធម៌ដ៏រុងរឿងប៉ុន្តែនៅក្នុងតំបន់មួយដែលគេហៅថាសុខោទ័យដែលស្ថិតនៅភាគខាងលិចនៃរដ្ឋបាលខ្មែរក្រុមមនុស្សដែលគេហៅថាសៀមកំពុងតែចាប់ផ្ដើមបង្កើតអំណាចរបស់ខ្លួននេះគឺជាដើមចមនៃចំនួនអធិពលរាប់សតវត្សរវាងខ្មែរនិងថៃដើមឡើយទឹកដីភាគខាងលិចនៃចក្រភពខ្មែរត្រូវបានគ្រប់គ្រងដោយអភិបាលខ្មែរប៉ុន្តែនៅពេលអំណាចកណ្ដាលនៅអង្គរចាប់ផ្ដើមចុះខ្សោយក្រុមសៀមដែលស្ថិតនៅក្រោមចំណុះបានចាប់ផ្ដើមបះបោរនៅប្រហែលឆ្នាំ1238ក្រុមសៀមបានបង្កើតនគរសុខោទ័យឡើងវាជាការបោះជំហានដំបូងនៃយុគសម័យសៀមដែលចាប់ផ្ដើមពង្រីកទឹកដីរបស់ខ្លួនចេញពីការគ្រប់គ្រងរបស់អង្គររដ្ឋសុខោទ័យមិនគ្រាន់តែចង់បានឯករាជ្យនោះទេប៉ុន្តែពួកគេចង់បានដីធ្លីនិងប្រជាជនដែលធ្លាប់រស់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរការប៉ះទង្គិចគ្នាតាមព្រំដែនចាប់ផ្ដើមផ្ទុះឡើងជាញឹកញាប់ចក្រភពអង្គរដែលធ្លាប់តែរឹងមាំចាប់ផ្ដើមជួបប្រទះនៅភាពមិនស្ថិតស្ថេរផ្ទៃក្នុងដែលធ្វើឲ្យសុខោទ័យមានឱកាសពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងលឿនបំផុតនៅត្រឹមចុងសតវត្សទី13សុខោទ័យបានក្លាយជារដ្ឋដ៏ខ្លាំងក្លាមួយនៅក្នុងតំបន់ហើយថែមទាំងអាចដណ្ដើមយកតំបន់ខ្លះដែលធ្លាប់ជាទឹកដីរបស់ខ្មែរទៀតផងនេះគឺជាការចាប់ផ្ដើមនៃវដ្តប្ដូរវេននៃអំណាចខ្មែរចុះខ្សោយសៀមខ្លាំងឡើងចំនួនដំបូងនេះមិនមែនគ្រាន់តែជារឿងព្រំដែននោះទេប៉ុន្តែវាជារឿងនៃភាពរស់រាននិងការដណ្ដើមអំណាចវាគឺជាឫសគល់ដែលបានកំណត់ទំនាក់ទំនងរវាងខ្មែរសៀមជាច្រើនសតវត្សមកហើយតើចំនួននេះនឹងវិវត្តទៅជាយ៉ាងណាត្រឹមពាក់កណ្ដាលសតវត្សទី14សមាជិកភាពអំណាចនៅក្នុងតំបន់បានផ្លាស់ប្ដូរម្ដងទៀតនគរថ្មីមួយដែលមានមូលដ្ឋាននៅពីខាងត្បូងគឺអយុធយាបានកើតឡើងយ៉ាងខ្លាំងហើយបានក្លាយជាកម្លាំងយោធាដ៏គួរឲ្យខ្លាចជាងសុខោទ័យទៅទៀតសម្រាប់អាណាចក្រខ្មែរដែលកំពុងតែមានវិបត្តិផ្ទៃក្នុងនេះគឺជាការគំរាមកំហែងដល់អាយុជីវិតនៅឆ្នាំ1352ស្ដេចអយុធយាគឺរាមាធិបតីទី1បានបញ្ជាឲ្យកងទ័ពលុកលុយចូលទឹកដីខ្មែរពួកគេបានឡោមព័ទ្ធទីក្រុងអង្គរអស់រយៈពេល71ឆ្នាំទោះបីជាអង្គរមានកំពែងរឹងមាំប៉ុន្តែដោយសារការកង្វះអាហារនិងការចុះខ្សោយនៃកងទ័ពអង្គរធំត្រូវបានធ្លាក់នៅក្នុងកណ្ដាប់ដៃរបស់អយុធយាក្នុងឆ្នាំ1353នេះគឺជាលើកដំបូងដែលមហាអំណាចខ្មែរដ៏អស្ចារ្យត្រូវបានបរាជ័យដោយកម្លាំងយោធាបរទេសការឈ្លានពាននេះមិនមែនគ្រាន់តែជាការដណ្ដើមដីធ្លីនោះទេអយុធយាបានគៀកោយកអ្នកប្រាជ្ញជាងចម្លាក់អ្នករបាំនិងរតនសម្បត្តិជាច្រើនពីអង្គរទៅកាន់រាជធានីរបស់ខ្លួននេះគឺជាកត្តាដែលធ្វើឲ្យវប្បធម៌ថៃមានការរីកចម្រើនយ៉ាងខ្លាំងដោយទទួលឥទ្ធិពលពីខ្មែរនៅអង្គរវិញអំណាចកណ្ដាលត្រូវបានបាក់បែកហើយប្រជាជនចាប់ផ្ដើមបោះបង់ទីក្រុងដ៏ធំធេងនេះទោះបីជាយ៉ាងណាក៏ដោយខ្មែរមិនចោះចាញ់ទាំងស្រុងនោះទេស្ដេចខ្មែរបានតស៊ូហើយទីបំផុតព្រះបាទពញាយ៉ាតបានវាយបណ្ដេញកងទ័ពអយុធយាពីអង្គរបានសម្រេចនៅឆ្នាំ1431ប៉ុន្តែអង្គរលែងជាទីតាំងដែលសុវត្ថិភាពទៀតហើយសៀមនៅតែអាចវាយលុកបានគ្រប់ពេលវេលាជ័យជំនះរបស់អយុធយាបានផ្លាស់ប្ដូរតុល្យភាពអំណាចជាអចិន្ត្រៃយ៍អង្គរដែលធ្លាប់តែជារាជធានីដ៏រុងរឿងចាប់ផ្ដើមធ្លាក់ចុះហើយខ្មែរត្រូវបង្ខំចិត្តស្វែងរកកន្លែងតាំងរាជធានីថ្មីតើខ្មែរនឹងតាំងរាជធានីនៅឯណាហើយតើអយុធយានឹងបន្តវាយលុកទៀតដែរឬទេទោះបីជាព្រះបាទពញាយ៉ាតបានបណ្ដេញពួកសៀមចេញនៅឆ្នាំ1431ក៏ដោយប៉ុន្តែព្រះអង្គដឹងច្បាស់ថាអង្គរលែងជាទីតាំងដែលអាចការពារបានទៀតហើយដោយសារចិត្តព្រំដែនសៀមពេកទីក្រុងអង្គរគឺជាគោលដៅងាយស្រួលសម្រាប់ការវាយលុកនាពេលអនាគតការសម្រេចចិត្តដ៏លំបាកបំផុតបានចាប់ផ្ដើមការបោះបង់មជ្ឈមណ្ឌលអរិយធម៌ដ៏អស្ចារ្យដើម្បីរស់រានមានជីវិតនៅឆ្នាំ1434ព្រះបាទពញាយ៉ាតបានសម្រេចចិត្តផ្លាស់ប្ដូររាជធានីមកកាន់ចតុមុខឬភ្នំពេញបច្ចុប្បន្ននេះទីតាំងថ្មីនេះមានគុណសម្បត្តិចំនួន2យ៉ាងនោះគឺទី1នៅឆ្ងាយពីការវាយលុករបស់សៀមជាងមុនទី2គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មតាមដងទន្លេដែលអាចជួយស្ដារសេដ្ឋកិច្ចឡើងវិញប៉ុន្តែចតុមុខនៅតែងាយវាយលុកតាមផ្លូវទឹកមិនយូរប៉ុន្មានរាជធានីនេះត្រូវបានផ្លាស់ប្ដូរម្ដងទៀតទៅកាន់លង្វែកដែលស្ថិតនៅភាគខាងជើងនៃភ្នំពេញលង្វែកបានក្លាយជារាជធានីដ៏រឹងមាំនិងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ល្បីល្បាញដែលមានជនជាតិអឺរ៉ុបជប៉ុននិងចិនមកធ្វើពាណិជ្ជកម្មនេះគឺជាយុគនៃការស្ដារកម្លាំងឡើងវិញរបស់ខ្មែរនៅក្នុងសម័យលង្វែកស្ដេចខ្មែរបានព្យាយាមពង្រឹងកងទ័ពនិងចងសម្ព័ន្ធមិត្តដើម្បីទប់ទល់នឹងសៀមយើងបានប្រើប្រាស់ចំណូលពីពាណិជ្ជកម្មដើម្បីទិញអាវុធទំនើប
ទោះជាយ៉ាងណាក៏ដោយសៀមនៅតែបន្តតាមដាននិងរកឱកាសវាយលុកជានិច្ចចំនួនដណ្ដើមឥទ្ធិពលបានផ្លាស់ប្ដូរពីការវាយលុកប្រាសាទមកជាការវាយលុកមជ្ឈមណ្ឌលសេដ្ឋកិច្ចទៅវិញការបោះបង់អង្គរគឺជាការផ្លាស់ប្ដូរដ៏ធំធេងមួយដែលកំណត់ជោគវាសនារបស់ខ្មែរវាគឺជានិមិត្តរូបនៃការតស៊ូដើម្បីរស់រានប៉ុន្តែក៏ជាការចាប់ផ្ដើមនៃការបាត់បង់ទឹកដីភាគខាងលិចបន្តិចម្ដងទៅក្នុងដៃសៀមតើលង្វែកនឹងអាចទប់ទល់ជាមួយអយុធយាបានយូរប៉ុណ្ណាយើងបានឃើញលង្វែកបានក្លាយជារាជធានីពាណិជ្ជកម្មដ៏រុងរឿងប៉ុន្តែភាពរុងរឿងនោះបានតាក់ទាញភ្នែករបស់អយុធយាជាថ្មីនៅឆ្នាំ1553ស្ដេចសៀមដ៏ខ្លាំងពូកែគឺណូរ៉េនសូបានដឹកនាំកងទ័ពដ៏មហិមាសម្ដៅមកលង្វែកនេះមិនមែនជាការវិលុកធម្មតានោះទេប៉ុន្តែវាគឺជាសង្គ្រាមចុងក្រោយដើម្បីបញ្ចប់ឥទ្ធិពលខ្មែរលង្វែកគឺត្រូវបានការពារដោយកំពែងឫស្សីដ៏ក្រាស់ដែលកងទ័ពសៀមមិនអាចឆ្លងកាត់បានយ៉ាងងាយនោះទេទោះជាយ៉ាងណាក៏ដោយយុទ្ធសាស្ត្ររបស់ស្ដេចណូរ៉េនសូគឺការឡោមព័ទ្ធនិងការកាត់ផ្ដាច់ស្បៀងអាហារកងទ័ពខ្មែរតស៊ូយ៉ាងស្វិតស្វាញប៉ុន្តែភាពខុសគ្នានៃចំនួនកងទ័ពនិងអាវុធដែលធ្វើឲ្យលង្វែកជួបវិបត្តិយ៉ាងខ្លាំងនៅទីបំផុតកំពែងលង្វែកត្រូវបានធ្លាក់លង្វែកត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំស្ដេចខ្មែរបានភៀសខ្លួនទៅភាគខាងត្បូងនេះគឺជាសោកនាដកម្មដ៏ធំកងទ័ពសៀមបានគីកោប្រជាជនខ្មែរអ្នកប្រាជ្ញជាងចម្លាក់និងព្រះសង្ឃរាប់ពាន់អង្គទៅកាន់អយុធយាការនេះធ្វើឲ្យខ្មែរបាត់បង់ធនធានមនុស្សដ៏សំខាន់សម្រាប់ការស្ដារប្រទេសបន្ថែមពីការគីកោមនុស្សសៀមបានយកសាលាចារឹកឯកសារប្រវត្តិសាស្ត្រនិងសៀវភៅចំណេះដឹងជាច្រើនពីលង្វែកទៅកាន់អយុធយានេះហើយគឺជាមូលហេតុដែលខ្មែរមានឯកសារប្រវត្តិសាស្ត្រតិចតួចពីសម័យនោះហើយវប្បធម៌ថៃត្រូវបានទទួលឥទ្ធិពលពីខ្មែរយ៉ាងជ្រាលជ្រៅចាប់ពីពេលនោះមកការដួលរលំនៃលង្វែកគឺជាចំណុចកណ្ដាលនៃសោកនាដកម្មប្រវត្តិសាស្ត្រខ្មែរដែលធ្វើឲ្យខ្មែរធ្លាក់ចុះខ្សោយអស់រយៈពេលជិត200ឆ្នាំតើខ្មែរនឹងស្ដារខ្លួនឯងដោយរបៀបណានៅសតវត្សទី17និង18ខ្មែរបានជួបប្រទះនៅវិបត្តិបន្តវេនស្ដេចបងប្អូនកាប់សម្លាប់គ្នាដណ្ដើមរាជហើយព្រះរាជវង្សសានវង្សតែងតែរត់ទៅពឹងពាក់យោធាបរទេសស្ថានភាពនេះបានធ្វើឲ្យខ្មែរក្លាយជាចំណីរបស់ប្រទេសជិតខាងទាំងពីរយួនកំពុងតែពង្រីកឥទ្ធិពលមកភាគខាងត្បូងហើយថៃកំពុងតែរឹតបន្តឹងគ្រប់គ្រងនៅភាគខាងលិចខ្មែរស្ថិតនៅកណ្ដាលដែលជាអណ្ដាតភ្លើងដ៏ក្តៅគគុកនៅពេលដែលស្ដេចខ្មែរចង់បានជំនួយយោធាដើម្បីដណ្ដើមរាជពួកគាត់តែងតែបដូរមកវិញនៅទឹកដីឬការទទួលស្គាល់ការត្រួតត្រាថៃតែងតែអះអាងសិទ្ធិលើទឹកដីកម្ពុជាក្រោមលេសថាជាសមន្តរដ្ឋនៅពេលជាមួយគ្នានោះយួនក៏ចាប់ផ្ដើមជ្រៀតជ្រែកកាន់តែខ្លាំងដើម្បីទប់ទល់នឹងឥទ្ធិពលថៃកម្ពុជាបានក្លាយជាសមរភូមិនៃផ្ទាល់រវាងយួននិងសៀមសង្គ្រាមបានបំផ្លិចបំផ្លាញភូមិឋាននិងប្រាសាទនានាប្រជាជនខ្មែរត្រូវបានរងទុក្ខវេទនាយ៉ាងខ្លាំងព្រោះត្រូវបានបង់ពន្ធទៅឲ្យសៀមនិងយួនហើយកូនចៅត្រូវបានគេគីកោយកទៅធ្វើសង្គ្រាមនេះគឺជាសម័យកាលដែលអត្តសញ្ញាណខ្មែរចិត្តរលុយបាត់ក្នុងភាពវឹកវរនេះរាជធានីត្រូវបានផ្លាស់ប្ដូរទៅកាន់ឧដុង្គទោះបីជាឧដុង្គមានទីតាំងការពារបានល្អជាងលង្វែកប៉ុន្តែអំណាចរបស់ខ្មែរនៅមានកម្រិតខ្លាំងណាស់ព្រោះស្ទើរតែគ្រប់សកម្មភាពនយោបាយត្រូវបានត្រួតពិនិត្យដោយសៀមឬយួនខ្មែររស់រានដោយភាពភ័យខ្លាចនិងស្ថិតនៅក្នុងស្ថានភាពចុះខ្សោយជាទីបំផុតស្ថានភាពនេះគឺកាន់តែអាក្រក់ទៅទៀតនៅពេលដែលសៀមបង្កើតរាជធានីបាងកកនៅដើមសតវត្សទី19តុល្យភាពអំណាចបានផ្លាស់ប្ដូរយ៉ាងខ្លាំងសៀមបានបង្កើតរាជធានីថ្មីនៅបាងកកដោយគេមានអំណាចយោធានិងសេដ្ឋកិច្ចដ៏ខ្លាំងក្លាសម្រាប់បាងកកកម្ពុជាមិនមែនគ្រាន់តែជាសមន្តរដ្ឋនោះទេប៉ុន្តែវាគឺជាទឹកដីមួយផ្នែកដែលត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដើម្បីការពារខ្លួនពីយួននេះគឺជាយុគសម័យនៃការលេបត្របាក់ទឹកដីដ៏ឈឺចាប់បំផុតបាងកកបានសម្រេចចិត្តគ្រប់គ្រងផ្ទាល់លើខេត្តសំខាន់ចំនួន3នោះគឺបាត់ដំបងសៀមរាបនិងកំពង់ធំមន្ត្រីសៀមត្រូវបានបញ្ជូនមកត្រួតត្រាហើយភាសាសៀមត្រូវបានគេប្រើប្រាស់ក្នុងការគ្រប់គ្រងតំបន់សៀមរាបគឺជាទីតាំងប្រាសាទអង្គរវត្តដែលត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដើម្បីដកហូតអត្តសញ្ញាណខ្មែរនៅតំបន់នោះគឺត្រូវមានកម្រិតសិទ្ធិយ៉ាងខ្លាំងនៅឧដុង្គសៀមបានជ្រើសរើសនិងតែងតាំងស្ដេចខ្មែរណាដែលស្មោះត្រង់ជាមួយពួកគេស្ដេចទាំងនោះត្រូវបានរស់នៅបាងកកជាច្រើនឆ្នាំដើម្បីរៀនសូត្រវប្បធម៌និងរដ្ឋបាលសៀមនេះធ្វើឲ្យស្ដេចខ្មែរលែងមានអំណាចពិតប្រាកដលើប្រជាជនខ្លួនឯងហើយមន្ត្រីសៀមមានឥទ្ធិពលលើការគ្រប់គ្រងសម្រាប់ចិត្តនយោបាយក្នុងចំណោមស្ដេចខ្មែរព្រះអង្គឌួងបានព្យាយាមស្ដារសេដ្ឋកិច្ចនិងវប្បធម៌ខ្មែរឡើងវិញទោះជាយ៉ាងណាក៏ដោយព្រះអង្គបានដឹងច្បាស់ថាសៀមនិងយួនមិនអាចបណ្ដោយឲ្យខ្មែរខ្លាំងឡើយព្រះអង្គបានព្យាយាមប្រើការទូតដើម្បីកាត់បន្ថយឥទ្ធិពលសៀមប៉ុន្តែភាពរឹងមាំរបស់បាងកកនៅតែជាឧបសគ្គដ៏ធំនៅចុងសតវត្សទី19កម្ពុជាបានបាត់បង់ឯករាជ្យភាពទាំងស្រុងហើយអាចនឹងត្រូវបានលេបត្របាក់ដោយសៀមនិងយួន
ប៉ុន្តែព្រឹត្តិការណ៍ថ្មីមួយបានកើតឡើងគឺជនជាតិអឺរ៉ុបបានមកដល់នៅឆ្នាំ1863កម្ពុជាស្ថិតនៅក្នុងស្ថានភាពដង្ហើមចង្រិតសៀមកំពុងតែក្តោបក្តាប់ខេត្តភាគខាងលិចយ៉ាងណែនចំណែកយួនក៏មិនលែងដៃពីភាគខាងកើតនោះដែរក្នុងនាមជាព្រះមហាក្សត្រព្រះបាទនរោត្តមក៏បានសម្រេចចិត្តផ្លាស់ប្ដូរដ៏ធំមួយនោះគឺការចុះហត្ថលេខាលើសន្ធិសញ្ញាអាណាព្យាបាលជាមួយបារាំងវាគឺជាការដូរម្ចាស់ពីសៀមមកបារាំងវិញដើម្បីការពារកុំឲ្យប្រទេសរលាយបាត់ពីផែនទីពិភពលោកនៅពេលដែលបារាំងចូលមកសៀមមិនសប្បាយចិត្តឡើយបាងកកបានព្យាយាមតវ៉ាថាកម្ពុជាគឺជាចំណុចរបស់ខ្លួនប៉ុន្តែដើម្បីបញ្ជាសង្គ្រាមធំជាមួយបារាំងសៀមបានចុះហត្ថលេខាលើសន្ធិសញ្ញាឆ្នាំ1867នៅក្នុងសន្ធិសញ្ញានេះសៀមបានយល់ព្រមឲ្យបារាំងគ្រប់គ្រងមកលើកម្ពុជាប៉ុន្តែបដូរមកវិញថាបារាំងត្រូវទទួលស្គាល់ថាទឹកដីខេត្តបាត់ដំបងសៀមរាបនិងសេរីសុភ័ណ្ឌគឺជាកម្មសិទ្ធិដាច់ខាតរបស់សៀមនេះគឺជាការបាត់បង់ដ៏ឈឺចាប់បំផុតសម្រាប់ខ្មែរព្រោះអង្គរវត្តស្ថិតនៅក្នុងដៃសៀមជាផ្លូវការបារាំងមិនឈប់ត្រឹមនឹងនោះទេដោយប្រើឥទ្ធិពលយោធានិងការទូតដ៏ខ្លាំងក្លាបារាំងបានបង្ខំឲ្យសៀមថយក្រោយបន្តិចម្ដងនៅឆ្នាំ1904និងឆ្នាំ1907តាមរយៈសន្ធិសញ្ញាថ្មីបារាំងបានធ្វើឲ្យសៀមយល់ព្រមប្រគល់ខេត្តបាត់ដំបងសៀមរាបនិងសេរីសុភ័ណ្ឌមកឲ្យកម្ពុជាវិញជាថ្នូវនឹងការបារាំងដកទ័ពចេញពីតំបន់ច័ន្ទបុរីនិងត្រាតជាលើកដំបូងក្នុងរយៈពេលជាង1សតវត្សរ៍ដែលអង្គរវត្តបានត្រឡប់មកក្នុងដៃខ្មែរវិញទោះបីជាយុទ្ធទឹកដីបានមកវិញប៉ុន្តែបារាំងបានគូសព្រំដែនដោយផ្អែកលើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួនការគូសផែនទីនេះគឺបានបន្សល់ទុកនៅក្របមាននយោបាយសម្រាប់ថ្ងៃក្រោយជាពិសេសតំបន់ប្រាសាទព្រះវិហារសៀមមិនដែលពេញចិត្តនឹងផែនទីដែលបារាំងគូសនោះទេពួកគេតែងតែរងចាំឱកាសដើម្បីសងសឹកនិងយកទឹកដីនោះមកវិញក្រោមលុបបារាំងខ្មែរបានរួចផុតពីការលេបត្របាក់ប៉ុន្តែចំនួនជាមួយសៀមមិនដែលបញ្ចប់នោះឡើយនៅពេលដែលបារាំងចាក់ចេញសង្គ្រាមដណ្ដើមទឹកដីនិងប្រាសាទបានផ្ទុះឡើងជាថ្មីនៅពេលដែលបារាំងចាក់ចេញក្រោយកម្ពុជាទទួលបានឯករាជ្យនៅក្នុងឆ្នាំ1953ថៃបានឃើញឱកាសមាសនៅក្នុងឆ្នាំ1954យោធាថៃបានឆ្លៀតឱកាសចូលមកកាន់កាប់ប្រាសាទព្រះវិហារដែលស្ថិតនៅក្នុងព្រំដែនជម្លោះសម្រាប់កម្ពុជានេះគឺជាការរំលោភបំពានអធិបតេយ្យភាពយ៉ាងធ្ងន់ធ្ងរការតស៊ូមិនមែនដោយអាវុធនោះទេប៉ុន្តែដោយផ្លូវច្បាប់បានចាប់ផ្ដើមសម្ដេចព្រះនរោត្តមសីហនុបានដឹកនាំយុទ្ធនាការទាមទារប្រាសាទព្រះវិហារមកវិញនៅក្នុងឆ្នាំ1959កម្ពុជាបានដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ថៃនៅតែអះអាងថាប្រាសាទស្ថិតនៅលើទឹកដីរបស់ខ្លួនចំណែកកម្ពុជាផ្អែកលើផែនទីដែលគូសដោយបារាំងដែលបង្ហាញថាប្រាសាទស្ថិតនៅក្នុងទឹកដីកម្ពុជានៅថ្ងៃទី15ខែមិថុនាឆ្នាំ1962តុលាការយុត្តិធម៌អន្តរជាតិបានចេញសារក្រមជាប្រវត្តិសាស្ត្រប្រាសាទព្រះវិហារគឺជាកម្មសិទ្ធិរបស់កម្ពុជាតុលាការបានបង្គាប់ឲ្យថៃដកទាហាននិងមន្ត្រីរបស់ខ្លួនចេញពីប្រាសាទនេះគឺជាជ័យជំនះដ៏ធំធេងសម្រាប់កម្ពុជាទោះជាយ៉ាងណាសារក្រមនេះបានបង្កើតឲ្យមានការតវ៉ាយ៉ាងខ្លាំងនៅក្នុងប្រទេសថៃនិងភាពតានតឹងតាមព្រំដែនជាអកុសលសារក្រមនេះមិនបានបញ្ចប់ចំនួនទាំងស្រុងនោះឡើយនៅពេលដែលកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលទាហានខ្មែរក្រហមបានយកប្រាសាទព្រះវិហារជាទីតាំងយុទ្ធសាស្ត្រថៃបានប្រើប្រាស់ស្ថានភាពនេះដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននៅតាមតំបន់ព្រំដែនហើយប្រាសាទព្រះវិហារបានក្លាយជាកន្លែងដែលមិនអាចចូលទស្សនាបានរយៈពេលច្រើនទសវត្សរ៍ចំនួនប្រាសាទព្រះវិហារបានបង្ហាញថាចំនួនដណ្ដើមឥទ្ធិពលរវាងខ្មែរនិងសៀមបានផ្លាស់ប្ដូរទម្រង់ពីសង្គ្រាមដោយផ្ទាល់មកជាសង្គ្រាមប្រកួតប្រជែងតាមផ្លូវច្បាប់និងនយោបាយតើចំនួននេះនឹងបញ្ចប់ត្រឹមឆ្នាំ1962ឬយ៉ាងណានៅទសវត្សរ៍ទី70និងទី80គឺជាយុគសម័យដ៏ខ្មៅងងឹតមួយសម្រាប់កម្ពុជាសង្គ្រាមស៊ីវិលមិនត្រឹមតែបំផ្លិចបំផ្លាញផ្ទៃក្នុងប្រទេសនោះទេប៉ុន្តែវាបានធ្វើឲ្យព្រំដែនខ្មែរសៀមក្លាយជាសមរភូមិដ៏ក្តៅគគុកនៃសង្គ្រាមត្រជាក់នៅពេលដែលរបបខ្មែរក្រហមបានដួលរលំឆ្នាំ1979កងទ័ពតស៊ូបានរត់ទៅលាក់ខ្លួននៅតាមព្រំដែនថៃបានអនុញ្ញាតឲ្យជំរំភៀសខ្លួននិងជំរំទ័ពតស៊ូកើតឡើងនៅលើទឹកដីខ្លួននេះបានធ្វើឲ្យថៃក្លាយជាអ្នកពាក់ព័ន្ធដោយផ្ទាល់នៅក្នុងសង្គ្រាមខ្មែរការប៉ះទង្គិចយោធាបានផ្ទុះឡើងជាញឹកញាប់រវាងទាហានថៃនិងទាហានវៀតណាមដែលកំពុងដេញតាមសម្លាប់ទ័ពខ្មែរក្រហមទាហានវៀតណាមច្រើនដងបានចូលឆ្លងដល់ទឹកដីថៃដែលបង្កឲ្យមានការប្រយុទ្ធគ្នាធំដុំប្រជាជនខ្មែររាប់ម៉ឺននាក់នៅតាមព្រំដែនបានរងគ្រោះដោយសារគ្រាប់កាំភ្លើងនិងមានតម្រង់ជួរដែលត្រូវបានគេដាក់ពាសពេញតំបន់នោះបន្ទាប់ពីសង្គ្រាមត្រជាក់ទំនាក់ទំនងខ្មែរថៃហាក់ដូចជាមានស្ថិរភាពប៉ុន្តែនៅឆ្នាំ2008ចំនួនព្រះវិហារបានផ្ទុះឡើងជាថ្មីយ៉ាងក្តៅគគុកហេតុការណ៍បានចាប់ផ្ដើមនៅពេលដែលកម្ពុជា
ដាក់ពាក្យសុំឲ្យ UNESCO ចុះប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនេះបានក្លាយជាឧបករណ៍នយោបាយផ្ទៃក្នុងដ៏គ្រោះថ្នាក់នៅប្រទេសថៃដែលនាំឲ្យមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងការចុះឈ្មោះជាបេតិកភណ្ឌពិភពលោកបានបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងពីក្រុមនយោបាយថៃចំនួននយោបាយបានវិវត្តទៅជាចំនួនប្រដាប់អាវុធនៅតាមព្រំដែនពេញមួយឆ្នាំ2008ដល់ឆ្នាំ2011មានការបាញ់ផ្លុងដាក់គ្នារវាងកងទ័ពទាំងពីរប្រាសាទព្រះវិហាររងការខូចខាតហើយប្រជាជននៅតាមព្រំដែនត្រូវបានជម្លៀសខ្លួនទាំងភ័យខ្លាចទំនាក់ទំនងការទូតត្រូវបានផ្អាកកម្ពុជាបានប្តឹងទៅតុលាការអន្តរជាតិ ICJ ម្ដងទៀតដើម្បីសុំការបកស្រាយសារក្រមឆ្នាំ1962នៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2013តុលាការបានចេញសារក្រមបកស្រាយថាសារក្រមឆ្នាំ1962បានបង្កប់ឲ្យថៃដកទាហានចេញពីតំបន់តូចជុំវិញប្រាសាទដែលមានន័យថាដីនោះគឺជារបស់កម្ពុជាសារក្រមបានកាត់បន្ថយភាពតានតឹងយ៉ាងខ្លាំងក្រោយសារក្រមឆ្នាំ2013ទំនាក់ទំនងរវាងកម្ពុជាថៃបានវិលត្រឡប់រកសភាពដើមបន្តិចម្ដងក្នុងបរិបទសហគមន៍អាស៊ានការសហការគ្នាសេដ្ឋកិច្ចមានសារៈសំខាន់ជាងចំនួនដីធ្លីប្រាសាទព្រះវិហារត្រូវបានបើកឲ្យទស្សនាហើយប្រទេសទាំងពីរព្យាយាមដោះស្រាយបញ្ហាព្រំដែនតាមរយៈការទូតទោះជាយ៉ាងណាចំនួនចាស់នៅមិនទាន់បានដោះស្រាយទាំងស្រុងដែលនាំឲ្យមានភាពតានតឹងម្ដងទៀតនៅព្រំដែនដីគោកមានចំណុចខ្លះដែលមិនទាន់បានបោះបង្គោលរួចរាល់ចំនួនតូចតាចជុំវិញការទន្ទ្រានដីធ្លីនិងសកម្មភាពយោធានៅតំបន់ព្រំដែននៅតែបន្តកើតមានបកទៅវិញបន្តិចនៅថ្ងៃទី13ខែកុម្ភៈឆ្នាំ2025នៅពេលដែលទាហានថៃបានរៀបរៀងភ្ញៀវទេសចរខ្មែរមិនឲ្យច្រៀងចម្រៀងស្នេហាជាតិនៅប្រាសាទតាមាន់ធំមកដល់ថ្ងៃទី28ខែឧសភាទាហានខ្មែរថៃបានប៉ះទង្គិចគ្នាមួយរយៈពេលខ្លីបានបណ្ដាលឲ្យវីរៈកងទ័ពខ្មែរម្នាក់បានពលីជីវិតចំនួនរវាងប្រទេសកម្ពុជានិងប្រទេសថៃបានវិវត្តក្លាយជាចំនួនប្រដាប់អាវុធនៅថ្ងៃទី24ខែកក្កដាឆ្នាំ2025នៅតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជាថៃក្រោយបន្តិចមកប្រទេសទាំងពីរក៏បានយល់ព្រមអនុវត្តបទជប់បាញ់ដោយគ្មានលក្ខខណ្ឌមួយនៅក្នុងថ្ងៃទី28ខែកក្កដាឆ្នាំ2025ថ្មីបើដូចនេះក្តីការវាយប្រយុទ្ធគ្នាបានផ្ទុះឡើងម្ដងទៀតនៅខែធ្នូនៅក្នុងឆ្នាំ2025នេះយន្តការការទូតតាមរយៈគណៈកម្មការព្រំដែនចម្រុះ JBC គឺជាឧបករណ៍សំខាន់មួយសម្រាប់ដោះស្រាយបញ្ហាទាំងនេះដោយសន្តិវិធីមេរៀនពីឆ្នាំ2008បានបង្ហាញថាទំនាក់ទំនងខ្មែរថៃងាយនឹងរងផលប៉ះពាល់ដោយសារនយោបាយផ្ទៃក្នុងនៅក្នុងប្រទេសថៃប្រធានបទព្រំដែនច្រើនតែត្រូវបានប្រើប្រាស់ដោយក្រុមនយោបាយដើម្បីគីកោរោគសម្លេងឆ្នោតឬបង្កើតភាពតានតឹង